ឥណ្ឌានិងប៉ាគីស្ថាននៅតែបន្តបាញ់ផ្លោកដាក់គ្នាយ៉ាងក្តៅគគុកនៅតាមបណ្ដោយព្រំដែននៅក្នុងតំបន់ហ្គាស្មៀរក្រោយប្រយុទ្ធតទល់គ្នាដោយប្រើសិទ្ធិមីស៊ីលដ្រូននិងយន្តហោះចម្បាំងរហូតបណ្ដាលឲ្យមនុស្ស47នាក់បាត់បង់ជីវិតនៅក្នុងភាគីទាំងសងខាងនោះកងទ័ពឥណ្ឌាបានលើកឡើងនៅក្នុងថ្ងៃប្រហ័សនេះថាកាលពីយប់មិញនេះកងទ័ពប៉ាគីស្ថាននៅតែប្រើអាវុធធុនស្រាលនិងកាប់ភ្លើងធំបាញ់ផ្លោងឆ្លងបន្ទាត់ព្រំដែន LOC នៅក្នុងតំបន់យ៉ាមូនិងតំបន់ហ្គាស្មៀរប៉ុន្តែកងទ័ពឥណ្ឌាក៏បានបាញ់តបតវិញឲ្យបានស័ក្តិសមវិញផងដែរការប្រយុទ្ធគ្នានៅតែបន្តនេះគឺកើតមានឡើងក្រោយពេលដែលឥណ្ឌាប្រើដ្រូនយន្តហោះចម្បាំងនិងមីស៊ីលវាយលើ9ទីតាំងនៅក្នុងតំបន់នៃប្រទេសប៉ាគីស្ថាននៅក្នុងការវាយប្រហារដែលទីក្រុងអ៊ីស្លាមាបាតបានលើកឡើងថាបានសម្លាប់ជនស៊ីវិលអស់រហូតដល់31នាក់ដោយឡែកឥណ្ឌាវិញបានលើកឡើងថានៅខាងខ្លួនក៏មានជនស៊ីវិលចំនួន15នាក់បានស្លាប់ដែរដោយសារតែការបាញ់ផ្លោងរបស់ប៉ាគីស្ថាននៅក្នុងការវាយប្រហារកាលពីថ្ងៃពុធនោះលោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានលើកឡើងថាប៉ាគីស្ថានបានឆ្លើយតបទៅឥណ្ឌារួចហើយដោយបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌារហូតដល់5គ្រឿងឯណោះប៉ុន្តែលោកនៅតែបន្តបដិញ្ញាសងសឹកដោយលើកឡើងថាជនស៊ីវិលប៉ាគីស្ថានមិនអាចបណ្ដោយឲ្យស្លាប់ដោយទទេនោះឡើយនៅក្នុងភាពតានតឹងនេះក្រុមអ្នកវិភាគបានមើលឃើញថាឥណ្ឌាហាក់បីដូចជាស្ងប់ចិត្តក្រោយសងសឹកកាលពីថ្ងៃពុធឲ្យជនស៊ីវិលដែលស្លាប់រហូតដល់26នាក់នៅហ្គាស្មៀរហេតុដូច្នេះអ្វីគឺអាស្រ័យទៅលើប៉ាគីស្ថានតែប៉ុណ្ណោះបើប៉ាគីស្ថានជ្រើសរើសផ្លូវសងសឹកលើឥណ្ឌាបន្តទៀតឥណ្ឌាក៏ទំនងជាវាយបកមកវិញកាន់តែខ្លាំងដែរដោយសារតែឥឡូវនេះឥណ្ឌាបានបន្តឲ្យជនស៊ីវិលហាត់សមពីរបៀបការពារខ្លួនបន្តទៀតហើយមួយវិញទៀតឥណ្ឌាក៏មិនខ្លាចប៉ាគីស្ថានដែរដោយសារបើនិយាយអំពីចំនួនទ័ពនិងសព្វាវុធឥណ្ឌាមានច្រើនជាងប៉ាគីស្ថានសឹងតែពាក់កណ្ដាលទៅហើយបើនិយាយអំពីគ្រាប់នុយក្លេអ៊ែរឥណ្ឌាក៏មានច្រើនជាងប៉ាគីស្ថានដែរឈាមសត្វប្រឡាំងកាសជាមាសខៀវដែលមានតម្លៃជិត$20,000ក្នុង1លីត្រនិងមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ផ្នែកវេជ្ជសាស្ត្រឈាមសត្វប្រឡាំងកាសគឺជាឈាមសត្វដ៏មានតម្លៃបំផុតរហូតអ្នកខ្លះហៅវាថាជាមាសពណ៌ខៀវហើយអត្ថប្រយោជន៍របស់វាគឺពាក់ព័ន្ធនឹងវិស័យវេជ្ជសាស្ត្រព្រោះឈាមខៀវទាំងនេះមានផ្ទុកសារធាតុពិសេសម្យ៉ាងហៅថា Limulus Amiboside Lysate ឬ LALសារធាតុ LAL ងាយប្រតិកម្មជាមួយនឹងជាតិពុលដែលបង្កឡើងដោយបាក់តេរីដ៏គ្រោះថ្នាក់ដែលគេហៅថា endotoxin ព្រោះតែបែបនេះហើយសារធាតុ LAL ក្នុងឈាមសត្វប្រឡាំងកាសត្រូវបានប្រើប្រាស់ដើម្បីធ្វើតេស្តវ៉ាក់សាំងថ្នាំចាក់ចូលសរសៃឈាមនិងឧបករណ៍វេជ្ជសាស្ត្រនានាដើម្បីធានាថាថ្នាំនិងឧបករណ៍ទាំងនេះមានសុវត្ថិភាពនិងគ្មានមេរោគវិធីសាស្ត្រធ្វើតេស្តនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយតាំងពីទសវត្សរ៍ឆ្នាំ1970មកហើយវាបានជួយការពារមនុស្សរាប់លាននាក់ពីការឆ្លងមេរោគដ៏គ្រោះថ្នាក់ជាច្រើនដើម្បីប្រមូលបានសារធាតុ LAL ដ៏មានតម្លៃនេះអ្នកវិទ្យាសាស្ត្រត្រូវចាប់សត្វប្រឡាំងកាសដើម្បីបូមយកឈាមខ្លះហើយបន្ទាប់មកលែងវាត្រឡប់ទៅមហាសមុទ្រវិញយ៉ាងណាក៏ដោយវិធីសាស្ត្រនេះគឺមិនល្អឡើយសម្រាប់សត្វប្រឡាំងកាសព្រោះថាសត្វប្រឡាំងកាសភាគច្រើនបានងាប់នៅពេលដែលប្រឡែងទៅវិញក្រោយបូមឈាមរួចរឿងនេះបានធ្វើឲ្យមានការព្រួយបារម្ភខ្លះអំពីការធ្លាក់ចុះចំនួនសត្វប្រឡាំងកាសនិងផលប៉ះពាល់ដែលប្រព័ន្ធអេកូឡូស៊ីពឹងផ្អែកទៅលើសត្វមួយប្រភេទនេះគូបញ្ជាក់ថាអ្នកវិទ្យាសាស្ត្រសិក្សាទៅលើសត្វប្រឡាំងកាសព្រោះវាជាសត្វដែលមានវត្តមានតាំងពីជាង450លានឆ្នាំមុនហើយពួកវាមានប្រយោជន៍សម្រាប់ឲ្យអ្នកវិទ្យាសាស្ត្រសិក្សាពីរបៀបនៃការវិវត្តភាវៈមានជីវិតទៅតាមពេលវេលាប្រព័ន្ធភាពស៊ាំដ៏ខ្លាំងរបស់សត្វប្រឡាំងកាសក៏បានទាក់ទាញចិត្តអ្នកស្រាវជ្រាវទូទាំងពិភពលោកផងដែរព្រោះថាវាបានជួយឲ្យអ្នកជំនាញរកឃើញពីរបៀបថ្មីៗក្នុងការទប់ទល់នឹងមេរោគដ៏កាចសាហាវ